ប្រាសាទប្រទីស្រីបងប្អូនចានិយាយទៅមកសៀមរាបច្រើនដងហើយប៉ុន្តែយើងអត់ដែលបានទៅដល់ប្រាសាទប្រទីស្រីទេអញ្ចឹងថ្ងៃនេះធ្វើម៉េចត្រូវទៅលេងត្រូវទៅឲ្យស្គាល់ប្រាសាទប្រទីស្រីចាយើងទៅពីឡានមួយទៀតនៅខាងក្រៅចាហើយថ្ងៃនេះគឺថាមានការស្ងាត់ស្ងៀមមែនតើដោយសារតែបងស្រីខ្ញុំមិនបានជិះឡានជាមួយខ្ញុំទេបើសិនជាគាត់ជិះឡានជាមួយខ្ញុំគឺថាគាត់កូនគាត់ពីរនាក់គឺចាឆ្លោះគ្នាដណ្ដើមដីចាកូនដណ្ដើមឪម្ដាយដណ្ដើមប្តីគឺថា3នាក់ម៉ែកូនគាត់គឺឆ្លុះគ្នាមិនឲ្យថាយើងនឹងជិះឡានស្ងប់សុខទេឥឡូវថ្ងៃនេះគឺខ្ញុំបានធូរតិចមែនតែចាដោយសារគាត់ជិះឡានបងខ្ញុំនៅខាងក្រៅចាទៅតាមដងផ្លូវទៅប្រាសាទទីស្រីបងប្អូនថាភាពស្រស់ស្អាតមែនតែចាដោយសារតែបងប្អូនយើងគាត់អ្នកភូមិក៏អត់ទាន់ចូលទៅពេកចឹងទៅទេសភាពស្អាតចាមានស្វាស្រែអូឃើញបែបនេះបងប្អូនអារម្មណ៍ស្រស់ស្រាយដល់ក្មេងបងប្អូនទៅចូលស្រែចូលអីមួយអូភូមិវិញខែនេះក្មួយស្រីរបស់ខ្ញុំចាគាត់នៅប៉ែតចាអ្នកពេញមកសៀមរាបអ្នកប៉ែតមកជួបគ្នានៅសៀមរាបចាបងប្អូនទៅដល់ប្រាសាទទីស្រីខ្ញុំនឹងថតរូបស្អាតចាជូនបងប្អូនទស្សនាតែដល់យ៉ាងណាយ៉ាងណាបងប្អូនថ្ងៃនេះគឺថាទៅភៀវបុកមកសៀមរាបច្រើនមែនតើចានិយាយទៅប្រាសាទទីស្រីក៏ឡើងច្រើនដែរដល់ភូមិអីនេះបងប្អូនអត់សូវស្គាល់ទីតាំងភូមិសាស្ត្រដែរអូយឃើញលីហាគឺស្រកមាត់ណាភូមិបុរាណអសតឋានភូមិបុរាណឃើញលីហាស្រកមាត់មកលីហាតែអត់ថ្ងៃចាំទៅភូមិបណ្ដាក់អូភូមិបណ្ដាក់ឯនឹងដឹងស្ទះមកនេះបានមកសៀមរាបស្ដាយបងប្អូនហេឡូបងប្អូនចាមកដល់ប្រាសាទប្រទីស្រីហើយនេះបងខុំចាដល់ប្រាសាទប្រទីស្រីទៅខេងឡូថាអត់សូវមានមនុស្សមានតែបងប្អូនហើយប្រាសាទប្រទីស្រីឡានអាពេញបុកហ្មងចានេះលើកទី1ចាមកលើកទី1បងប្អូនគ្នាស្រីចានេះកន្លែងដល់ទិញស្បត់សម្រាប់យើងទៅមុននឹងទៅយើងអត់ឲ្យមកចាសហគមន៍នេះបងប្អូនតែទិញចាំថ្ងៃធំច្បាស់ទៅខាងនេះគឺបំរាមHello, có trẻ. Hello mami mà. Hello mami. Có trẻ ơi. Cần. Cho một tục sập sần. Hello mày. Nãy mau tiền xây lực đi mua thật. Tiền xây lực đi mua thật cái này bóng ôn trà đại màu này. Tôi mau xin việc thật to, nãy tầm ác. Hú, nó hộp tiền xây đại màu đó. Này đã cứ mau lên tiền xây tầm đó. Hot on yêu chứ đấy, đấy. Cứ mau là cái nặng cứ xa. Long, hot hot. Chẳng cùi tầm đó.
bảy mươi cây tay hậu nó có cái tay hậu yêu nhập là thoải mái không thoải mái ra nghe mò បន្ទាប់ពីយើងថតរូបជុំគ្នាហើយបងប្អូនយើងក៏ដាក់ចូលទៅខាងក្នុងប្រាសាទហើយប្រាសាទប្រទេសស្រីផងដែរនៅមិនឆ្ងាយពីសៀមរាបមែនទេបងប្អូនប្រហែលជា32គីឡូម៉ែត្រនឹងឯងប្រាសាទប្រទេសស្រីគឺស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីប្រហែល32គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលទី2នៃសតវត្សទី10ក្នុងរាជព្រះបាទរាជាវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី5ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាបងប្អូនចា៎អញ្ចឹងសម្រាប់សំណង់ប្រាសាទគឺសាងសង់នៅលើដីរាបស្មើបងប្អូនមិនមែនជាដីភ្នំទេចា៎បងប្អូនឆ្លងទៅចូលប្រាសាទហើយដល់មុខប្រាសាទនោះមានស្រះទឹកពីរខាងឆ្វេងមួយខាងស្ដាំមួយអូយបងប្អូនទៅគឺថាអស្ចារ្យមែនទេបុព្វបុរសខ្មែរយើងទៅប្លង់នេះទៅស្អាតដែរបងប្អូនបានធ្វើធំទៀតទៅបេះមកណាលើកទី1មកប្រាសាទទីស្រីស្អាតបងប្អូនសំឡងអីក៏នៅរឹងមាំស្អាតល្អដែរនេះចឹងហើយเราអត់តែលេខ2ចង់បានទៅរបស់ខ្មែរអស្ចារ្យខ្លាំងចម្លាក់អីក៏នៅស្អាតមកហើយយើងដើរចូលខាងក្នុងបងប្អូនកន្លែងនេះចាយើងអត់ធូបយើងសួងសូមសេចក្តីសុខអូនយើងជំនឿរបស់ព្រះឥសូរអូយជំនឿស្អាតស្អាតណាស់បងប្អូននេះបុព្វបុរសខ្មែរយើងពិតជាអស្ចារ្យខ្លាំងមែនទែនសូមអរគុណទេខ្មែរយើងសុខសប្បាយអរមានសតរឆ្លងពេញទៅថ្ងៃនេះអាកាសធាតុល្អទៀតឡើងទៅជាអូនៅស្លាប់សំឡងនៅប្រាសាទទីស្រីស្អាតយ៉ាងនេះបងប្អូនចា៎ស្អាតមែនតើហើយថ្ងៃនេះភ្ញៀវទេសចរឡើងពេញមកអត់មានប្លង់ថតរូបទេដោយសារភ្ញៀវឡើងពេញហ្មងណាចាប្លង់ណាក៏ស្អាតដែរប្រាសាទទីស្រីហើយថ្ងៃនេះសំឡងនៅប្រាសាទទីស្រីបងប្អូនចាគឺថាពិតជាស្រស់ស្អាតមែនតើបងប្អូនដុសស្នាបៃតងនៅលើតំបន់ប្រាសាទទៀតអូយស្អាតមែនតើបងប្អូនហើយគឺថាសំឡងនៅស្រស់ស្អាតមែនតើប្រាសាទទីឆ្មាបងប្អូននេះអូយស្អាតបងប្អូនអូយតិចស្រួលមែនថ្ងៃក្មេងHello កូនឲ្យពាក់មួកអត់ដោះសោះនេះតាចូលជាក់ស្រួលណាតាមឈើធំធំអូយទៅជាក់ស្រួលនេះអូយខាងក្រោយបងប្អូនស្អាតមែនតើចុះពេលបងប្អូនបានចប់ហើយចានេះសិនជាបងប្អូនបានដល់ស្អាតចូលជាថវិកាទីទួតទូសម្រាប់គាត់ចាគាត់ការគាត់លេងភ្លេងនេះហើយតោះហើយយើងដើរត្រឡប់ទៅវិញបងប្អូនគាត់ដើរទៅវិញជាក់ទេបងប្អូនbảy một phẩy bảy một phẩy bảy một phẩy bảy
1 2 3